កំពុងតែដើរក្នុងរឹងបន្លែនេះគឺជាម៉ោងសម្រាប់របស់ខ្ញុំទេបងប្អូនទាំងអស់គ្នាដើរទៅខាងកន្ទុយរឹងដើម្បីធ្វើដីចឹងណាហើយស្ពៃនេះមានឈ្មោះថាហុងសាំផេជូចាស្ពៃនេះគឺបេះបាន2ដងរួចហើយទើបតែបេះហើយថ្មីចេះគល់បន្លែក៏អត់ទាន់ស្អាតដែរនៅមានជើងតូចៗនៅឡើយឥឡូវទៅទស្សនាខាងក្រៅរឹងជាមួយខ្ញុំទាំងអស់គ្នាមុននឹងដើរទៅដល់ទ្រើងបន្លែដែលខ្ញុំត្រូវភូចស្លឹកងាប់ដែលដាំឆ្នាំទៅហ្នឹងគឺកាត់ខ្ទឹមសខ្ញុំសិនហើយងាកមកបេមួយនេះវិញគឺខ្ញុំបានដាំដំឡូងបារាំងអ្នកទាំងអស់គ្នាឥឡូវក្រឡេកមកមើលទ្រើងនេះវិញបងប្អូនទាំងអស់គ្នាគឺមានជ្រុះដែកហើយដែកខ្លះក៏អត់មានត្រង់ដែរបែកតែប្រហែលថ្ងៃដូចជា2ថ្ងៃដល់ពេលថ្ងៃនេះត្រឡប់មកមើលវិញមានដែកវាចហើយក៏ខំលើកឡើងឲ្យត្រង់ឲ្យស្មើឲ្យស្អាតដូចមុនវិញចេះតែឆ្លៀតទៅខែក្តៅមកដល់ហើយបងប្អូនអើយមុននឹងចូលរដូវក្តៅគឺដល់រដូវផ្ការីកសិនឃើញកំពុងតែលើកហ្នឹងគឺផ្លែប៉ពាយឯងបងប្អូនទាំងអស់គ្នាហើយឆ្ងាត់ចែម្នាក់ហ្នឹងថារវល់អើយរវល់ពេលមកសម្រាប់តិចតួចអត់មាននៅសម្រាប់ឯងដើរទៅនេះដើរទៅនោះឥឡូវមកភូចស្លឹកងាប់ចេញពីទ្រើងម្ដងសម្អាតឲ្យហើយដល់ពេលយើងត្រូវដាំយើងដាក់ពូជដាំតែម្ដងអញ្ចឹងណាម៉ោងសម្រាប់ហ្នឹងមានប្រហែលបងប្អូនតែ1ម៉ោងឯងគាត់ថាយើងញ៉ាំបាយរួចហើយបន្ទាប់មកសមម៉ោងបន្តិចបន្តួចក៏មករៀបចំដីទុកដាំបន្លែខែក្តៅអញ្ចឹងណាបងប្អូនដែលធ្វើការកន្លែងថកែរបស់ខ្ញុំគាត់ឆ្លៀតណាម្នាក់រួមទាំងខ្ញុំដែរអញ្ចឹងណាបើយើងទិញគេក៏បានដែរគាត់ថាបន្លែយើងទិញគេរៀងថ្លៃបន្តិចបើយើងឆ្លៀតដាំបានទៅវាសល់លុយនឹងអញ្ចឹងបងប្អូនទាំងអស់គ្នាហើយក៏បានចែកញាតិមិត្តយើងនៅចិត្តហ្នឹងឲ្យពួកគាត់ញ៉ាំដែរអញ្ចឹងណាហើយបងប្អូនយើងគាត់នៅចិត្តហ្នឹងអ្នករោងចក្រអញ្ចឹងទៅយើងចែកគាត់ញ៉ាំខ្លះទៅឥឡូវម៉ោងជិតដល់ហើយក៏ត្រឡប់ទៅវិញដែរមុនហ្នឹងគឺដើរកាត់នៅរងស្ពៃពណ៌ស្វាយហើយឥឡូវទៅវិញហ្នឹងគឺសាឡាត់ខៀវម្ដងសាឡាត់ខៀវនេះនៅកដារៀងល្អតែខាងអត់សូវល្អទេព្រោះនៅតូចនៅឡើយបន្ទាប់ពីដើរត្រង់ហ្នឹងចប់ហើយក៏ពួកខ្ញុំបានទៅដល់កន្លែងការងារម្ដងបងប្អូនទាំងអស់គ្នានេះមកដល់ហើយចុះពីលើឡានមានបងប្អូនយួរធុងទឹកមានអ្នកយួរកេះអីទៅតាមហ្នឹងកំពុងតែដើរចុះមកហ្នឹងមានអ្នកបន្ទាយមានជ័យហើយនឹងបងប្អូននេប៉ាល់ការងារពេលថ្ងៃហ្នឹងដំបូងឡើយប្រុសនៅបេះជុំស្រីដែរអញ្ចឹងណាបេះបានម្នាក់មួយកេះពីរកេះអីចឹងទៅក៏ថៅកែក៏ដកប្រុសទៅធ្វើការងារផ្សេងចំណែកបុរសម្នាក់នេះវិញថាពូកែសំដាយមែនតើបងប្អូនទាំងអស់គ្នាដើរត្រេតត្រតតាមការពិតក៏ដើរត្រេតត្រតហ្នឹងចង់ឲ្យបងប្អូនយើងឃើញទៅសោចចឹងណាហើយបន្លែដែលខ្ញុំពងបេះហ្នឹងអ្នកទាំងអស់គ្នាយើងមើលពីលើទៅឃើញល្អមែនតែដល់ពេលបេះទៅនៅចុងស្លឹកមានខ្លោចអញ្ចឹងណាអត់ល្អបេះទេពិបាកបេះបន្តិចព្រោះថាវាមានបញ្ហាការងារពេលល្ងាចក៏ចប់ដែរឥឡូវមកដល់ត្រង់នេះគឺខ្ញុំដើរទៅដកខ្ទឹមក្រហមយើងដកស្លឹកខ្ទឹមហ្នឹងយកទៅបង់ជាមួយទឹកនំបញ្ចុកទឹកប្រហើរហើយទុកមួយចំណែកហ្នឹងទឹកកូរស្នូលនំពងសងនិយាយទៅតែឯងទេអ្នកទាំងអស់គ្នាតែបើថាចង់ញ៉ាំវិញញ៉ាំច្រើនមុខមែនតែនបន្ទាប់ពីដកស្លឹកខ្ទឹមរួចហើយក៏ខ្ញុំជិះកង់ទៅផ្ទះអញ្ចឹងណាចិត្តទៅដល់ផ្ទះក៏ឃើញផ្កាក៏ចុះថតបន្តិចការនេះរីកក្បែរផ្ទះឯអ្នកទាំងអស់គ្នាអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតបាយ